ជាមោទនភាពរបស់កម្ពុជាដែលម៉ូតូផលិតនៅក្នុងស្រុកយើងជាប់ពានរង្វាន់យានយន្តអាស៊ីឈ្នះដាច់អស់បណ្ដាប្រទេសអាស៊ានជាមោទនភាពពិតក៏ព្រោះតែ Calypso ជាយីហោម៉ូតូរបស់កូនខ្មែរដំបូងគេបង្អស់ក៏ជាក្រុមហ៊ុនដំបូងរបស់កម្ពុជាដែលឈានទៅយកពានរង្វាន់ Asia Automotive Award ឆ្នាំ2025បញ្ជាក់ថាខ្មែរធ្វើបានស្នាដៃកូនខ្មែរឲ្យតែដាក់ចិត្តធ្វើមិនឲ្យចាញ់បរទេសណាឡើយបាទបងនេះគឺជាពានរង្វាន់ Asia Automotive Award ឆ្នាំ2025តែ Calypso ទៅពានរង្វាន់យានយន្តអាស៊ីឈ្នះដាច់អស់បណ្ដាប្រទេសអាស៊ានជាមោទនភាពពិតក៏ព្រោះតែ Calypso ជាយីហោម៉ូតូរបស់កូនខ្មែរដំបូងគេបង្អស់ក៏ជាក្រុមហ៊ុនដំបូងរបស់កម្ពុជាដែលឈានទៅយកពានរង្វាន់ Asia Automotive Award ឆ្នាំ2025បញ្ជាក់ថាខ្មែរធ្វើបានស្នាដៃកូនខ្មែរឲ្យតែដាក់ចិត្តធ្វើមិនឲ្យចាញ់បរទេសណាឡើយបាទបងនេះគឺជាពានរង្វាន់ Asia Automotive Award ឆ្នាំ2025តែ Calypso ម៉ូតូទើបតែទទួលបាននាពេលកន្លងមកថ្មីក្តៅសម្រាប់ពានរង្វាន់នេះ Calypso Motor គឺបានឈ្នះទៅលើពានរង្វាន់ Outstanding Two Wheel Brand Development Award មានន័យថាគឺជាក្រុមហ៊ុនម៉ាកយីហោម៉ូតូដែលបានឈ្នះទៅលើការអភិវឌ្ឍម៉ូតូនិងបច្ចេកវិទ្យាថ្មីសម្រាប់អត្ថន័យនៃពានរង្វាន់មួយនេះបងគឺវាឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិក Calypso ទាំងអស់គ្រប់ជាន់ថ្នាក់មិនថាពី marketing មិនថាពី production មិនថាពីខាង R&D ទេគឺពួកគាត់បានខិតខំទាំងអស់គ្នាស្មារតីគ្នាយើងខិតខំផលិតនៅម៉ូតូដែលមានគុណភាពយើងអភិវឌ្ឍវាជារៀងរាល់ឆ្នាំនិងបច្ចេកវិទ្យាថ្មីជាពិសេសបច្ចេកវិទ្យាសុវត្ថិភាពដែលកន្លងមកនេះគឺជាម៉ូតូដំបូងគេបំផុតដែលយើងបានបញ្ពាក់នៅប្រព័ន្ធសុវត្ថិភាពបាទបងពានរង្វាន់នេះគឺជាសមិទ្ធផលថ្មីនៅក្នុងឆ្នាំ2025របស់ Calypso គឺជាជំហានដំបូងក្នុងការអភិវឌ្ឍហើយយើងអភិវឌ្ឍរហូតដល់មានការទទួលស្គាល់យើងឈ្នះពានរង្វាន់ហើយពានរង្វាន់នេះគឺជាពានរង្វាន់លំដាប់ថ្នាក់អាស៊ីដែលការរំពេព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ហ្នឹងគឺបដាប្រទេសបដាក្រុមហ៊ុនដែលមកពីជុំវិញនៅក្នុងតំបន់អាស៊ីរបស់យើងគឺពួកគាត់ចូលរួមអស់គ្នាហើយវាក៏ជាមោទនភាពមួយដែរដែលម៉ូតូដែលផលិតដោយយុវជនកម្ពុជារបស់យើងអាចឈ្នះពានរង្វាន់លំដាប់ថ្នាក់តំបន់ជាជំហានដំបូងសម្រាប់គម្រោងនៅពេលអនាគតគឺយើងបាន develop ទៅលើ model ថ្មីបន្ថែមទៀតរូបរាងថ្មីអារម្មណ៍ថ្មីកម្លាំងម៉ាស៊ីនថ្មីនិងបទពិសោធន៍ក្នុងការបើកបរថ្មីទាំងអស់ហើយគម្រោងធំរបស់យើងគឺបន្ទាប់ពីយើងទទួលបានពានរង្វាន់នៅក្នុងថ្នាក់តំបន់ហើយយើងនឹងមានគម្រោងក្នុងការនាំយកម៉ូតូរបស់យើងទៅតាំងបង្ហាញនៅឆាកអន្តរជាតិការតាំងបង្ហាញម៉ូតូក្នុងឆាកអន្តរជាតិនេះទៀតសោតគឺវាឆ្លុះបញ្ចាំងពីការត្រួសត្រាយផ្លូវថ្មីរបស់ Calypso ម៉ូតូដើម្បីបង្ហាញថាម៉ូតូដែលផលិតដោយខ្មែរនេះមានសមត្ថភាពមានស្តង់ដារគ្រប់គ្រាន់ដែលយើងអាចយកទៅលក់នៅតំបន់អឺរ៉ុបបានយើងតាំងនៅអឺរ៉ុបគឺនៅខែ11នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម៉ូតូធំជាងគេបំផុតលើពិភពលោកគឺព្រឹត្តិការណ៍ EICMA នាទីក្រុងមីឡានប្រទេសអ៊ីតាលីសម្រាប់ព្រឹត្តិការណ៍ហ្នឹងគឺពួកយើងចង់បង្ហាញពីប្រទេសកូនខ្មែរដែលយើងនឹងឈរនៅលើឆាកអន្តរជាតិហើយយើងឈរលើឆាកអន្តរជាតិនេះគឺយើងមិនមែនចិត្តទៅជាពិសេសនៅតំបន់អឺរ៉ុបតតាមម៉ូតូយើងត្រូវតាម standard របស់គេជាពិសេសស្តង់ដារ Euro 5ហ្នឹងព្រោះអាហ្នឹងគឺជាស្តង់ដារដែលកំណត់ដោយសហភាពអឺរ៉ុបហើយទោះជាម៉ូតូយើងវាអត់មានគុណភាពឬក៏ស្តង់ដារដល់កម្រិត Euro 5នេះគឺយើងក៏មិនអាចទៅនឹងបានដែរអញ្ចឹងនេះគឺបញ្ជាក់ថាម៉ូតូរបស់យើងគឺយើងផលិតតាមស្តង់ដារអឺរ៉ុបពានរង្វាន់នេះមានជាសារៈសំខាន់ពិសេសមួយសម្រាប់ប្រជាជនខ្មែរយើងទាំងមូលដែលយើងនិយាយបានថាជាមោទនភាពមួយដែលយុវជនខ្មែររបស់យើងជាពិសេសយុវជនខ្មែរក៏ដូចជាមានកម្លាំងចិត្តក្នុងការខិតខំបន្តទៀតដោយយើងបានចូលរួមចំណែកទៅលើជាមួយនឹងប្រជាជនខ្មែរយើងដែលយើងនិយាយបានថាជាម៉ូតូយើងផលិតម៉ូតូបានហើយបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបទៀតអញ្ចឹងគឺយើងនិយាយបានថាប្រជាជនខ្មែរយើងគាត់ត្រឹមតែស្គាល់ផលិតផលដែលផលិតម៉ូតូបានហើយយើងអាចបំពាក់នៅបច្ចេកវិទ្យាទំនើបនៅលើម៉ូតូយើងបានទៀតហើយក៏យើងដល់ឱកាសដល់ការងារក៏ដូចជាអ្នកជំនាញខាងបច្ចេកវិទ្យានៅក្នុងស្រុកខ្មែរយើងឲ្យចូលរួមចំណែកក្នុងការ research and development នៅក្នុងក្រុមហ៊ុនយើងទាំងអស់គ្នាព្រោះយើងនិយាយពី main activity ដែលយើងបានអនុវត្តឬក៏យើងអាចដែលយើង push Calypso យើងបច្ចុប្បន្ននេះគឺយើងផ្ដោតសំខាន់ទៅលើពីរ activity សំខាន់ទី1